សួស្តីសូមស្វាគមន៍មកនយោបាយពិភពលោកបាទដូចយើងដឹងហើយមួយរយៈនេះគឺប្រទេសប៉ាគីស្ថានហើយនិងប្រទេសឥណ្ឌាបានប៉ះទង្គិចគ្នាហើយនៅក្នុងរបាយការណ៍ថ្មីដែលរាយការណ៍ដោយ Reuters បានឲ្យដឹងថាប្រទេសប៉ាគីស្ថានបានបញ្ជាក់ទៅលើថាទាហានរបស់ខ្លួនបានប្រើប្រាស់យន្តហោះចម្បាំងដែលផលិតនៅប្រទេសចិនបាញ់ទម្លាក់យន្តហោះឥណ្ឌាដែលផលិតដោយប្រទេសបារាំងយ៉ាងហោចណាស់2គ្រឿងបាទហើយនេះជាការទទួលស្គាល់លើកទី1ពីព័ត៌មាននៃលោកខាងលិចដែលបញ្ជាក់ថាយន្តហោះរបស់ចិនបាទបានវាយប្រហារទម្លាក់វាយយន្តហោះដែលផលិតនៅប្រទេសលោកខាងលិចបាទនេះជាវិវត្តថ្មីមួយរវាងសង្គ្រាមនៅលើទឹកដីប៉ាគីស្ថានរវាងឥណ្ឌានិងប្រទេសប៉ាគីស្ថានយើងឃើញថាមិនទាន់ច្បាស់ថាតើអ្នកណាមានព្រៀបជាងអ្នកណាទេក៏ប៉ុន្តែវានៅតែមានការចោទប្រកាន់ពីភាគីឥណ្ឌាថាការវាយប្រហារហ្នឹងគឺការជីករំលើងនៅគ្រឹះតែភេរវកម្មដែលកើតឡើងហើយនៅពេលដែលខាងប៉ាគីស្ថានបានបញ្ជាក់ថាខ្លួននឹងសងសឹកតាមដែលអាចធ្វើទៅបានប្រសិនបើមានការវាយប្រហារណាមួយបាទសូមអរគុណ